សួស្តីគ្នាយើងអ្នកដែលចូលចិត្តមើល anime និងពុកម៉ែបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបខ្ញុំភពភូសាជាថ្មីហើយថ្ងៃនេះគឺយើងមកសម្រាយរឿងថ្មីមួយទៀតមានឈ្មោះថាអ្នកក្លាហានដាវទឹកហើយតើតើទៅនឹងរឿង Berserk យើងនឹងធ្វើបន្តទៀតមិនឈប់នោះទេប៉ុន្តែគ្រាន់តែខ្ញុំចង់ឲ្យមានវីដេអូ anime ផ្សេងដូចគ្នាកុំឲ្យផុសតែរឿង Berserk ជាប់រហូតពេកហើយជួយគាំទ្រ channel ភពភូតាមរយៈ QR code នៅខាងមុខម៉ាស៊ីន PC របស់គ្នាយើងជួយ channel មួយនេះបានច្រើនមែនតើអញ្ចឹងយើងគូស្គរអរគុណទៅដល់អ្នកដែលចូលរួមគាំទ្រ channel ភពភូមួយតោះ Luffy ហើយនេះគឺជាឈ្មោះអ្នកដែលចូលរួមជួយគាំទ្រ Channel ភពភូកាពីវីដេអូមុនអរគុណច្រើនមែនទែនជូនពរជោគជ័យរាល់ការងារដែលកំពុងធ្វើនៅក្នុងឆ្នាំថ្មីនេះអរគុណច្រើន Luffy រឿងរបស់យើងចាប់ផ្ដើមភ្លាមគេបានរៀបរាប់ឲ្យយើងដឹងពីប្រវត្តិរឿងព្រេងនៃរឿងនិទានមួយរឿងព្រេងមួយនោះសង្កត់ធ្ងន់ពីពិភព3គឺពិភពមនុស្សពិភពទេវតានិងពិភពបិសាចប៉ុន្តែស្ដេចបិសាចនឹងមានគម្រោងទៅយាយីមនុស្សចឹងហើយអ្នកក្លាហានចំនួនមួយក្រុមបានខិតខំប្រឹងប្រែងប្រយុទ្ធជាមួយនឹងស្ដេចបិសាចហើយរួមកម្លាំងគ្នាបង្កើតនៅសីមាមួយរួមព័ទ្ធស្ដេចបិសាចជាពិសេសនឹងពួកគាត់បានប្រើធម្មពលរបស់ខ្លួនឯងរុញស្ដេចបិសាចទៅឋានទី4ដើម្បីការពារឋានទាំង3ហើយឋានទី4នឹងគេឲ្យឈ្មោះថា Heterodox World ហើយគ្នាយើងជួយចាំផងប្រភពមួយនេះនឹងលេចឡើងរហូតនៅក្នុងសាច់រឿងមួយនេះហើយបន្ទាប់ពីអ្នកក្លាហានមួយក្រុមនោះអាចចងសីមាព័ទ្ធជុំវិញស្ដេចបិសាចហើយឃុំគាត់នៅភពទី4រួចគាត់បានឲ្យសត្វ Legendary 2ក្បាលដែលមានធម្មពលខ្លាំងក្លាមែនទែននៅយាមសីមានោះក្នុងលក្ខខណ្ឌស្ដេចបិសាចចង់ចេញមកក្រៅសត្វទាំងពីរនោះអាចចូលទៅវាយប្រហារស្ដេចបិសាចបានហើយក្រោយពីយើងដឹងពីរឿងព្រេងក៏ដូចជាពិភពនៃសាច់រឿងមួយនេះរួចយើងចូលទៅដល់សាច់រឿងមែនទែនរបស់យើងតែម្ដងតួអង្គឯករបស់យើងនេះមានឈ្មោះថា Lin Ifan ហើយគាត់នេះគឺជាអ្នកសរសេររឿងសៀវភៅ manga តាមអ៊ីនធឺណិតហើយការងាររបស់គាត់នឹងមិនសូវជាជោគជ័យប្រហែលទេជួនកាលនឹងគាត់មិនមានលុយបង់ថ្លៃជួលផ្ទះរបស់គាត់ផងប៉ុន្តែប៉ុណ្ណោះនឹងគាត់គ្មានឪពុកម្ដាយនោះទេគាត់គឺជាក្មេងកំព្រាថ្ងៃមួយនឹងពេលយប់គាត់កំពុងតែគូររូប manga របស់គាត់ដូចធម្មតាក៏ស្រាប់តែការដ្ឋានជីករករវត្ថុបុរាណមួយនៅសាកលវិទ្យាល័យឈ្មោះថាមីងសានគេរកឃើញទីក្រុងបុរាណមួយដែលបាក់ចូលទៅក្នុងដីប្រហែលជា500ឆ្នាំមុនហើយកំពុងតែរករកសុកនឹងស្រាប់តែមានភ្លើងឆេះហើយផ្ទុះដោយមិនមានមូលហេតុក្នុងអំឡុងពេលនោះដែរមានភ្លើងពណ៌មាសមួយចាំងទៅលើមេឃហើយបំណែកភ្លើងតូច3ក៏បានហោះចេញមកក្រៅមួយក្នុងចំណោមនោះគឺពណ៌មាសបានហោះសំដៅទៅបន្ទប់របស់អ៊ីហ្វានភ្លាមនោះផូថលពណ៌មាសមួយក៏បានលេចឡើងហើយបំណែកភ្លើងពណ៌មាសតូចនោះក៏ច្រើនអ៊ីហ្វានរុញចូលទៅក្នុងផូថលមួយនោះហើយអ្វីដែលអ៊ីហ្វានមិនដឹងនោះគឺគាត់ធ្លាក់ចូលទៅដល់ពិភពទី4នឹងឯងពិភពដែលគេឃុំស្ដេចបិសាចនៅពេលដែលគេធ្លាក់ទៅដល់ពិភពនោះភ្លាមរាងកាយរបស់គេនឹងក៏ចាប់ផ្ដើមផ្លាស់ប្ដូររូបរាងសក់របស់គេក៏ដូរពណ៌គាត់មានសម្លៀកបំពាក់ប្លែកពីមុនទៀតផងឈរលើដីឋានទី4មិនបានប្រមាណផងស្រាប់តែមានបិសាចលេចមុខតែម្ដងដោយគាត់ជាអ្នកសរសេររឿង manga អញ្ចឹងទៅគាត់ឆ្លក់ពង្វេងនឹងសាច់រឿងបែប hero អញ្ចឹងមែនតើគាត់គិតថាគាត់គឺជាអ្នកក្លាហានដែលទេវតានឹងជ្រើសរើសហើយបានគាត់ចូលមកដល់ពិភពចម្លែកបែបនេះអញ្ចឹងបិសាចទាំងអស់នេះមើលទៅមិនអាចឈ្នះគាត់នោះទេនិយាយមិនទាន់ចប់ពីមាត់ផងបិសាចប្រពេហក់ទៅម៉ាត់គាត់មួយដៃបាត់ទៅហើយដោយឃើញថារឿងមិនដូរជាការគិតរបស់គាត់ព្យាយាមរត់យកផាហយោភ្លាមនោះស្រាប់តែមានអ្នកក្លាហានម្នាក់កាន់លំពេងរត់ដេញតាមពីក្រោយបិសាចមួយនោះហើយព្យាយាមសម្លាប់បិសាចមួយនោះដូចគ្នាតែសម្លាប់បិសាចមួយនោះមិនបានទាល់តែសោះព្រោះបិសាចមួយនេះមើលទៅដូចជាខ្លាំងក្លាគ្រាន់បើដែរហើយអ៊ីហ្វានរបស់យើងកំពុងតែរត់ផាហយោនោះស្រាប់តែមានពន្លឺមួយជិតដៃរបស់គេលូកដៃទៅស្ទាបទៅទើបដឹងថាពន្លឺមួយនោះគឺជាដាវទឹកមួយយ៉ាងដែលមានធាតុភ្លើងគ្រាន់តែកាន់ដាវនោះភ្លាមស្រាប់តែវាតាក់ទាញបិសាចឲ្យចូលមករកអ៊ីហ្វានតែម្ដងបិសាចក្បាលពពែបែរជាឈប់ដេញតាមអ្នកក្លាហានកាន់លំពេងហើយរត់ដេញតាមអ៊ីហ្វានទៅវិញអ៊ីហ្វានរបស់យើងបើទោះបីជាមានដាវក៏ដោយក៏គាត់នៅតែរត់យករួចខ្លួនដដែលគាត់ខំឡើងដើមឈើទៀតផងប៉ុន្តែបិសាចពពែមួយនោះបានរត់ទៅជល់ដើមឈើនោះធ្វើឲ្យគាត់ធ្លាក់ពីលើដើមឈើទៅតោងក្បាលបិសាចពពែនោះហើយដាវនឹងវាចៃដន្យធ្លាក់ចំបិសាចនោះតែម្ដងហើយផ្ទុះចេញសិលសម្រាប់បិសាចមួយនោះបានសម្រេចទៅអ៊ីហ្វានរបស់យើងភ្ញាក់ពីដេកវិញស្រាប់តែឃើញខ្លួនឯងនៅឯចំណតឡានក្រុងដេកម្នាក់ឯងដូចជាអ្នកគ្មានផ្ទះនៅអញ្ចឹងហើយគេអង្គុយគិតម្នាក់ឯងថាតើអ្វីដែលគេឃើញពីម្សិលមិញនឹងជាយល់សពឬក៏មែនតែនភ្លាមនោះសត្វមានសិលមួយមានឈ្មោះថាជីលីសត្វមួយនេះពិសេសចេះនិយាយទៀតផងបានពន្យល់អ៊ីហ្វានពីព្រឹត្តិការណ៍ដែលកើតឡើងទៅលើអ៊ីហ្វាននឹងឯងជីលីបានប្រាប់អ៊ីហ្វានថាគេគឺជាសត្វ Legendary ដែលស្ថិតនៅក្នុងរឿងព្រេងឋានទាំង3នឹងឯងការងាររបស់គេគឺការពារសីមាដែលព័ទ្ធជុំវិញស្ដេចបិសាចហើយគេការពារឋានទាំង3នឹងរយៈពេលរាប់លានឆ្នាំមកហើយគេនឹងក៏ជាអ្នកឲ្យដាវទឹកទៅកាន់អ៊ីហ្វានផងដែរដាវទឹករបស់អ៊ីហ្វាននឹងមានឈ្មោះថា Excalibur ហើយមូលហេតុដែលគេចូលមកឋានមនុស្សនេះគឺដោយសារតែសីមាដែលព័ទ្ធជុំវិញស្ដេចបិសាចនឹងវារលុងហើយវាចិត្តខូចមែនតែនហើយដូច្នេះកូនចៅរបស់ស្ដេចបិសាចតែងតែលួចចូលមក
ឋានទាំង3នេះដើម្បីមកយាយីមនុស្សតាមរយៈ portal ហើយ portal នៅក្នុងរឿងនេះត្រូវបានគេឲ្យឈ្មោះថា Rift អញ្ចឹងវគ្គក្រោយនៅពេលដែលខ្ញុំនិយាយថា Rift នេះគឺបានន័យថា portal នឹងឯង Chili ក៏បានបន្តប្រាប់ Ifan ទៀតថា Ifan នឹងគឺជាអ្នកក្លាហានដែលត្រូវបានរើសដោយទេវតាអញ្ចឹងហើយបានជាគេអាចមើលឃើញសត្វទឹកដូចជា Chili នេះហើយវាសនារបស់ Ifan ដែលត្រូវបានចារដោយទេវតានឹងគឺត្រូវតែជួយពិភពឋានទាំង3នេះចឹងនៅពេលដែល Ifan ឃើញ Rift បង្ហាញខ្លួនម្ដង Ifan ត្រូវតែចូលក្នុង Rift នោះហើយទៅកំចាត់បិសាចកុំឲ្យខានឯសោះហើយ Ifan របស់យើងសប្បាយចិត្តមែនតើនៅពេលដែលឮថាគាត់ជា hero ដែលជ្រើសរើសដោយទេវតាបែបនេះរឿង fantasy ដែលគាត់សរសេរនឹងគឺដូចជាជីវិតរបស់គាត់អញ្ចឹងគាត់ទៅជាសប្បាយហើយមិនទាន់បានប្រមាណផងម្ចាស់ផ្ទះជួលនឹងបាន call មកប្រាប់គាត់ថាដល់ថ្ងៃបង់លុយហើយបើសិនជាមិនមានលុយបង់នោះទេគាត់នឹងប្រមូលអីវ៉ាន់ Ifan នឹងយកទៅចោលក្រៅទាំងអស់តែម្ដងហើយ Ifan នឹងក៏ស្លន់ស្លោយកទូរស័ព្ទដាក់ក្នុងកប៉ៅហើយរៀបចំបន្ទប់រកលុយសងគេអញ្ចឹងទៅប៉ុន្តែនៅពេលដែលគេមិនបានចាប់អារម្មណ៍នោះទូរស័ព្ទរបស់គេនឹងក៏បាន install app មួយដោយខ្លួនឯង Thousand Mile Voicer បើយើងនិយាយឲ្យស្រួលស្ដាប់ទៅ app មួយនេះគឺដូចជា group chat អញ្ចឹង member នៅក្នុងកម្មវិធី app មួយនេះគឺសុទ្ធសឹងតែជាមនុស្សដែលមានថាមពលពិសេសដូចជា Ifan អញ្ចឹងនៅក្នុងជីវិតពិតគេមានការងាររបស់គេប៉ុន្តែនៅក្នុង app មួយនេះគេប្រើសមាសភាពជាអ្នកក្លាហានរបស់គេនឹងឯងអញ្ចឹងនៅក្នុងពិភពខាងក្រៅនេះស្រួលមិនស្រួល Ifan អាចនឹងដើរជួបអ្នកដែលមានសមត្ថភាពស្រដៀងនឹងគេអញ្ចឹងហើយអ្នកដែលចូលរួមនៅក្នុង app នេះត្រូវគោរពច្បាប់3ឲ្យខានតែបានទី1ហ្នឹងគឺមិនអាចទៅយាយីមនុស្សឋានកណ្ដាលនោះទេទី2ត្រូវរស់ឲ្យចុះសម្រុងជាមួយនឹងមនុស្សឋានកណ្ដាលទី3ហ្នឹងគឺមិនអាចដើរប្រាប់គេថាខ្លួនឯងនេះមានធម៌ពលពិសេសឡើយហើយនៅក្នុង app មួយនោះ Ifan មានរហស្សនាមថាអ្នកក្លាហានដើរទឹកហើយថ្ងៃស្អែកក៏បានមកដល់យើងឃើញថាមានតួអង្គថ្មីមួយទៀតជិះឡានសុទ្ធតែរយរឿងដែលគួរឲ្យចាប់អារម្មណ៍មួយគឺថាតួអង្គមួយនេះស្ថិតនៅក្នុង app ទូរស័ព្ទអ្នកក្លាហានដូចគ្នាអញ្ចឹងបានន័យថាគាត់នេះក៏ជាមនុស្សដែលមានធម៌ពលពិសេសដែរហើយ member នៅក្នុង app chat នោះក៏បាននិយាយរឿងបិសាចក្បាលពពែមួយនោះសូមបញ្ជាក់គ្នាយើងបន្តិចដែរ app គ្រប់ chat អ្នកក្លាហាននេះគេវាស់កម្រិតបិសាចតាមរយៈផ្កាយបិសាចណាដែលបានផ្កាយកាន់តែច្រើនបិសាចនោះកាន់តែខ្លាំងជាទូទៅបិសាចធម្មតានឹងទទួលបានផ្កាយ2ចំណែកឯបិសាចដែលទទួលបានផ្កាយ3នឹងគឺខ្លាំងលើសធម្មតាទៅហើយបិសាចដែលមានផ្កាយ5នោះគឺមិនបាច់និយាយនោះទេកំពូលពិបាកហើយបើសិនជាមានបិសាចណាដែលលើសផ្កាយ5ទៅទៀតបានន័យថាបិសាចទាំងអស់នោះសុទ្ធសឹងតែ legendary បិសាចហើយយើងត្រឡប់មកសាច់រឿងយើងវិញបិសាចក្បាលពពែមួយនោះវិច័យដនគឺជាបិសាចដែលខ្លាំងមានផ្កាយរហូតដល់3ឯណោះហើយអ្នកក្លាហាននៅក្នុងក្រុមឆាតទាំងអស់នោះមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែ mission ទៅកម្ចាត់បិសាចមួយនេះគឺត្រូវបានទទួលដោយអ្នកក្លាហានមួយមានឈ្មោះថាកូនៀកគឺអ្នកក្លាហានកាន់លំពែងដែល Ifan បានជួបនឹងឯងប៉ុន្តែទីចុងក្រោយបង្អស់បិសាចមួយនេះបែរជាត្រូវបានសម្លាប់ដោយអ្នកក្លាហានដើរទឹកទៅវិញគឺ Ifan តួអង្គឯករបស់យើងនឹងឯងធ្វើឲ្យអ្នកក្លាហាននៅក្នុងក្រុមឆាតទាំងអស់នោះមិនគួរឲ្យជឿថាអ្នកក្លាហានថ្មីទើបតែទទួលបានធម៌ពលខ្លួនឯងមិនទាន់បានប្រមាណផងស្រាប់តែអាចសម្លាប់រហូតដល់បិសាចមានផ្កាយ3ឯណោះហើយយើងត្រឡប់ទៅឈុត Ifan របស់យើងវិញនៅតាមផ្លូវហ្នឹងគាត់ជិះឃើញសត្វមានសិលរហូតហើយដោយសារតែមិនដែលឃើញសត្វប្រភេទទាំងអស់នេះ Ifan របស់យើងនឹងរំភើបមែនទែនបានរត់ទៅចាប់វាលេងហើយនៅពេលដែលឃើញវាឆ្លងផ្លូវនោះ Ifan បានទៅស្ទុះទៅចាប់វាទៀតផងដែលនាំឲ្យកើតគ្រោះថ្នាក់ចរាចរណ៍ព្រាតពេញនឹងតែម្ដងហើយសត្វទាំងអស់នេះគឺជាសត្វមានសិលអញ្ចឹងឡាននៅឋានមនុស្សនឹងបុកពួកវាមិនត្រូវនោះទេ Ifan របស់យើងធ្វើឲ្យចលាចលពេញនឹងព្រោះគាត់មិនដឹងគាត់ទើបតែទទួលបានធម៌ពលមួយនេះហើយមនុស្សធម្មតានឹងគេមើលមិនឃើញសត្វដែលមានសិលទាំងអស់នោះទេអញ្ចឹងអីដែលគេមើលឃើញនឹងគឺឃើញ Ifan រត់អញញ៉ៃពេញតែនឹងមិនដឹងថាចាប់ស្អីនោះទេចាប់ខ្យល់ចាប់អីពេញនឹងតែម្ដងភ្លាមនោះរឿងដែលចៃដន្យមួយក៏បានកើតឡើងអ្នកក្លាហានម្នាក់ដែលស្ថិតនៅក្នុងក្រុមឆាតនោះនៅក្បែរទីតាំងរបស់ Ifan ហើយដល់ឃើញ Ifan ដើរប្រាប់គេថាមានសត្វទឹកមានសត្វអីបែបនេះអ្នកក្លាហានម្នាក់នោះក៏លើកទូរស័ព្ទចាប់ថតវីដេអូទាំងអស់នោះផុសចូលក្រុមឆាតហ្នឹងទៅដែលធ្វើឲ្យអ្នកក្លាហានផ្សេងទៀតនៅក្នុងក្រុមឆាតនោះតេះដៀល Ifan ពេញនឹងតែម្ដងថានាំឲ្យរឿងអាចកំបាំងរបស់ពួកអ្នកក្លាហានហ្នឹងបែកធ្លាយទៅដល់មនុស្សសាមញ្ញធម្មតារឿងមួយនេះក៏វាខ្លាចទៅជារឿងធំមួយហើយ Ifan នឹងត្រូវបានកោះហៅដោយម្ចាស់ app ទីនេះមិនមែនតូចនោះទេម្ចាស់ app នៅទីនេះគឺជារដ្ឋាភិបាលដែលដឹកនាំនឹងដាក់ច្បាប់ទៅដល់អ្នកក្លាហាននៅក្នុង app ក្រុមឆាតនឹងឯងចឹងដោយសារតែ Ifan ខ្លាចទៅជាមួយក្នុងចំណោមអ្នកក្លាហានទាំងអស់នោះចឹងម្ចាស់ app ដែលត្រូវជារដ្ឋាភិបាលនឹងត្រូវដាក់ទោស Ifan តាមច្បាប់ហើយកំហុសដែល Ifan ធ្វើនឹងគឺដើរប្រាប់មនុស្សធម្មតាឲ្យដឹងពីសមាសភាពសត្វដែលមានសិលក៏ដូចជាបង្កើតឲ្យមានគ្រោះថ្នាក់ចរាចរណ៍ពេញនឹងដូច្នេះធ្វើឲ្យប៉ះពាល់ទៅដល់ប្រជាជនទូទៅសាមញ្ញ Ifan របស់យើងក៏ស្រាប់តែភ្ញាក់តែម្ដងថាច្បាប់អីគេគាត់អត់បានដឹងរឿងអីទាំងអស់លោកមន្ត្រីក៏បានឲ្យ Ifan មើលទូរស័ព្ទបន្តិចទៅហើយចូលទៅមើល app នឹងឲ្យច្បាស់បន្តិច Ifan ថា app អ្វីទៅគាត់មិនដឹងនោះទេ app មួយនេះសុ
សុកស្រាប់តែ install ក្នុងទូរស័ព្ទគាត់ដោយខ្លួនឯងហើយបើស្ដាប់ទៅការ install របស់ចម្លែកក្នុងទូរស័ព្ទអ្នករតីបែបនេះដោយមិនបានឲ្យម្ចាស់គេដឹងទើបស័ក្តិសមជារឿងខុសច្បាប់ហើយមន្ត្រីរបស់យើងគ្រាន់តែស្ដាប់ឮបែបនេះហើយក៏ស៊ីស៊ូគ្នាទៅមកអញ្ចឹងទៅហើយក៏យល់ព្រមជាមួយនឹង Ifan ហើយនិយាយប្រាប់ Ifan វិញថាកំហុសមួយនេះគឺជាកំហុសដំបូងរបស់ Ifan ហើយដោយ Ifan មិនដឹងពីច្បាប់ app Hero មួយនេះច្បាស់លាស់អញ្ចឹងគាត់ថាគាត់លើកលែងឲ្យ Ifan សិនចុះប៉ុន្តែ Ifan នឹងត្រូវតែបង់ប្រាក់ពិន័យហើយមុននឹងទៅនឹងគាត់សុំមើលក្រដាសអត្តសញ្ញាណប័ណ្ណអ្នកក្លាហានបន្តិចលោកមន្ត្រីរបស់យើងឆែកមើលឃើញឈ្មោះរបស់ Ifan ឈ្មោះ Hero របស់គាត់នឹងគឺអ្នកក្លាហានដើរទឹកហើយមានសត្វមានសិលផ្ទាល់ខ្លួនមួយឈ្មោះថា Chili រហស្សនាមសត្វ Chili មួយនោះគឺសត្វ Legendary ការពារសីមាស្ដេចបិសាចហើយលោកមន្ត្រីរបស់យើងគ្រាន់តែឃើញរហស្សនាមបែបនេះពួកគាត់បែរជាសោចឌឺទៅវិញគាត់ថា nickname រហស្សនាមមួយនេះមើលទៅដូចជាចេះតែដាក់នោះទេហើយក៏លួចសោចទៅបាត់ទៅហើយ Chili នឹងក៏ដូចជាធ្វើទឹកមុខខ្មាស់គេបន្តិចដែរអញ្ចឹងយើងមិនដឹងថាChili គាត់កុហកឬក៏យ៉ាងណាហើយភាគទី1របស់អ្នកក្លាហានដើរទឹករបស់យើងសូមស្លេះតែប៉ុណ្្នឹងសិនចង់អរគុណគ្នាយើងបានតាមដានទស្សនាមុននឹងចប់ខ្ញុំមានរឿងខ្លះប្រាប់គ្នាយើងបន្តិចដែរគ្នាយើងជួយទៅ subscribe channel Kripost មួយផង Kripost គឺជាស្ថាប័នព័ត៌មាននៅស្រុកខ្មែរដែលបង្កើតព័ត៌មានមានគុណភាពជារៀងរាល់ថ្ងៃជាភាសាខ្មែរនិងអង់គ្លេសជាពិសេសនោះ Kripost បានបង្កើតនៅព័ត៌មានវីដេអូឯកសារដែលមានគុណភាពជាច្រើនអញ្ចឹងបើសិនជាគ្នាយើងណាដែលចូលចិត្តមើលព័ត៌មានក្នុងទម្រង់ជាវីដេអូនោះអាចចូលទៅមើលKripost បានតាមរយៈ link នៅក្នុង description នៅខាងក្រោមអរគុណច្រើនបាយបាយ